bà con đòn cha chim nuôi rồi bán đòn đâu bà tật đòn ấy ao còn bán vợ thằng ngọc này nhìn một bọt miền đông phong đã hết tật tật ra đi mốc nó màu là hồn បាទសូមគោរពជំរាបសួរថ្ងៃនេះក្រុមការងារ Operation Blessing គម្រោងទឹកស្អាតនិងអនាម័យបានចុះមកបង្រៀនអំពីអនាម័យទឹកស្អាតដល់សហគមន៍តាមរយៈការជួយអណ្ដូងទឹកចំនួន25នៅក្នុងសហគមន៍នេះហើយយើងនឹងគម្រោងនឹងផ្ដល់ធុងចម្រោះហើយនឹងបង្គន់អនាម័យផងដែរបាទហើយកម្មវិធីនេះដែរគឺយើងបានបំផុសគំនិតទាក់ទងទៅនឹងការប្រើប្រាស់ទឹកដែលមិនស្អាតធ្វើឲ្យមានផលប៉ះពាល់សុខភាពហើយនឹងធ្វើដោយម្ដេចដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ទឹកដ៏ត្រឹមត្រូវដើម្បីផ្ដល់សុខភាពល្អដល់ពួកគាត់ចង់ដឹងថាតើបន្ទាប់ពីបានទទួលការបណ្ដុះបណ្ដាលពីក្រុមការងាររបស់ Operation Blessing ហើយនោះតើពួកគាត់មានអារម្មណ៍យ៉ាងណាតោះទៅជួបពួកគាត់ទាំងអស់គ្នាចានាងខ្ញុំឈ្មោះសោមសរ៉ូនជាអនុភូមិនៅភូមិអូងរ៉េឃុំតាពាំងតាស្រុងលង្វែកខេត្តដមជ័យថ្ងៃនេះនាងខ្ញុំរំភើបចិត្តណាស់ដែលខាងអង្គការមកជួយផ្សព្វផ្សាយពីការប្រើប្រាស់អណ្ដូងពីអនាម័យឲ្យយើងចេះប្រើប្រាស់និងចេះការពារពីមេរោគចម្លងពីទឹកហើយនឹងការប្រើប្រាស់ការចម្អិនអាហារអីទាំងអស់ដែលយើងត្រូវការលាងសម្អាតដៃមុននឹងហូបឬមុននឹងចម្អិនអាហារមុននឹងមុជទឹកឲ្យកូននិយាយពីរឿងការប្រើប្រាស់ទឹកដល់ពេលខែប្រាំងយើងខ្វះខាតទឹកព្រោះភាគច្រើនប្រជាជនគាត់ដល់ពេលខែប្រាំងគាត់ត្រូវការទិញទឹកគេហើយប៉ុន្តែទឹកប្រភពទឹកដែលយើងទិញមកមិននៅជាប្រភពទឹកហ្នឹងយកមកពីខាងណាទេយើងអត់ដឹងដែរទឹកហ្នឹងការហូបអាកាសទេវាធំជាតិជ្រាំជាតិកបោជាតិអីចឹងអ្នកខ្លះក៏ទៅបូមទឹកស្រះដើម្បីយកមកលក់ឲ្យប្រជាជនហើយទឹកស្រះហ្នឹងក៏មិនប្រកាសថាល្អទាំងអស់ដែរហើយខ្ញុំសូមជូនពរឲ្យលោកគ្រូមានសុខភាពល្អទាំងអស់គ្នាហើយនឹងផ្លូវទៅផ្ទះវិញឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាចាអរគុណខ្ញុំឈ្មោះរៃរដ្ឋានៅភូមិថ្មីស្រុកឈុំតាពាំងកៅស្រុកលង្វែកខេត្តដមជ័យបានបរៀនពីការប្រើប្រាស់ទឹកស្អាតហើយសម្អាតតាមកន្លែងទឹកដែលយើងប្រើប្រាស់ដាក់សម្រាមអីកប់ឲ្យបានល្អដាក់ឲ្យឆ្ងាយពីកន្លែងទឹក100ម៉ែត្រសូមជូនពរដល់ម្ចាស់ចំណងមានសុខភាពល្អទៅណាមកណាមានតែក្តីសុខក្តីចម្រើនមានអារម្មណ៍ថាស្រីអក៏ព្រោះបានលោកគ្រូបានដុំទឹកបាទឈ្មោះលឹមកោអាយុ53ឆ្នាំបាទគ្រូមកជួយបហាត់រៀនពីទឹកស្អាតបាទអរគុណដល់ម្ចាស់ជំនួយបានដល់ដងដល់ទឹកដល់អីឲ្យគាត់បានប្រើទាំងអស់គ្នាមុនមកអត់មានដងផងដើរហែកទឹកស្អាតពីមុខនោះមករហូតបាទគ្រូបើទៅទិញទឹកគីឡាធុងនោះវាយក10000ប្រើបាន2ថ្ងៃទៅ3ថ្ងៃអស់ខ្ញុំឈ្មោះរុនឌីខ្វាងកុំឲ្យគាត់ចោលសម្រាប់នៅក្នុងដងហើយឲ្យមុនញ៉ាំបាយត្រូវលាងដៃហើយឲ្យប្រាស្រ័យនឹងកដាយើងត្រូវរែកទុកមកខ្ទុកច្មោះទឹកនេះវាពិបាកច្រើនណាស់ព្រោះគឺជាប្រព័ន្ធទឹកវាអត់មានស្អាតប្រើតែទឹកស្រាងទឹកអូអញ្ចឹងហ្នឹងជាពិសេសគឺកូនក្មេងនិងខ្លាំងជាងចាស់ជាច្រើនគឺជារូបដៅគ្រឿនបាក់ដែលគ្រូប្រើទឹកស្រះក៏វាល្អដែរយើងបាក់ប្រើទឹកហូបក៏វាអត់មានទឹកហូបគ្រប់គ្រាន់ដែរបានពូជួយធ្វើដងទីអយក៏ខ្ញុំអរគុណហើយរីអតាមប្រយោជន៍ច្រើនដាំបន្លែដាំប្រឡោះយកទៅផ្ទះហូបទឹកថ្លាវាអត់មានមេរោគវាល្អអង្គការបានដាក់ដងទឹកស្អាតនេះបានប្រើប្រាស់ទាំងបងប្អូនទាំងអស់គ្នាហើយបានអរមួយអរគុណទៅម្ចាស់ជំនួយឲ្យសុខសប្បាយមិនមានជួយស្កាត់អុយហើយរੂពីបានបានមកជួយកូនចៅតាមព្រំដែននេះទៀតបាទខ្ញុំឈ្មោះសង់នៅហើយផលប្របាក់ទឹកហ្នឹងវាផលប្របាក់ដែរព្រោះឯនេះវាការរីស្ងួតមានច្រើនស្រះជីកវាមិនសូវបានទឹកល្អប្រើវាអត់បានអញ្ចឹងមានទិញទឹកគេមួយធុងខ្លះគេលោកដល់15000ក៏មានហើយមួយធុងហ្នឹងអត់បាន2ពាងទេដូចស្រះហ្នឹងអត់ល្អទេពេលខែប្រាំងអញ្ចឹងល្អមានទៅព្រៃនេះយកប្រលប់អីចិនកាលថ្ងៃណាយើងហូបចុកហូបចំណីខោអីរៀងរួមពិបាកដែរពេលយកប្រលប់យើងទៅអញ្ចឹងចិនកាលប៉ះសាប៉ះប្រឡត់យើងមើលអត់ឃើញអញ្ចឹងហើយវាប៉ះពលច្រើនណាឬការដែលបាត់ដៃបាត់ជើងដែលយើងគឺមានអនាម័យ
ខ្ញុំបានប្រគល់ដែរអង្គការជួយបានឲ្យដងទឹកក៏មានចិត្តផ្ទះជើងស្រួលអង្គការជួយជើងខ្ញុំតិចអរណាស់សប្បាយចិត្តណាស់ខ្ញុំមកជូនពរឲ្យអង្គការបានសុខភាពល្អ